ផ្ទុះឡើងវិញនៃសង្គ្រាមពីរផ្ទួនគ្នាធ្វើឲ្យពិភពលោករឹតតែមានហានិភ័យការផ្ទុះឡើងវិញនៃសង្គ្រាមធំទាំងពីរគឺសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនរួមជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ារវាងអាមេរិកនិងអ៊ីរ៉ង់កំពុងតែច្រានពិភពលោកឲ្យស្ថិតក្នុងហានិភ័យភូមិសាស្ត្រនយោបាយនិងសន្តិសុខសកលគួរឲ្យបារម្ភបំផុតមិនធ្លាប់មានសោះបើគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកកាលសង្គ្រាមទាំងពីរផ្ទុះឡើងដំបូងសុទ្ធតែមានការគំរាមបាញ់នុយក្លេអ៊ែរដែលនាំឲ្យពិភពលោកកើតក្តីបារម្ភបំផុតហើយរុញសេដ្ឋកិច្ចសកលឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរជាពិសេសតម្លៃប្រេងហក់ឡើងខ្ពស់តែម្ដងក្រោយមកហាក់មានភាពធូរស្រាលបន្តិចពេលសង្គ្រាមទាំងពីរឈានដល់ការមានបាត់ឈប់បាញ់ប៉ុន្តែឥឡូវការកម្រើកឡើងវិញធ្វើឲ្យពិភពលោកខិតជិតហានិភ័យដល់គ្រោះថ្នាក់សាជាថ្មីប៉ុន្មានថ្ងៃចុងក្រោយរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនដែលប្រើមីស៊ីលរាប់រយគ្រាប់និងដ្រូនរាប់រយគ្រឿងចំណែកអ៊ីរ៉ង់និងអាមេរិកក៏បាញ់តដាច់គ្នាវិញដែរពិសេសអ៊ីរ៉ង់ថែមទាំងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសគុយវ៉ាតទៀតផងយោងតាមវិទ្យាសាស្ត្រស្រាវជ្រាវសង្គ្រាមការកម្រើកឡើងវិញនេះកំពុងរុញច្រានពិភពលោកឲ្យខិតជិតទៅរកគ្រោះថ្នាក់ដ៏ធំធេងតាមរយៈវិបត្តិសេដ្ឋកិច្ចការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់និងការគំរាមកំហែងដល់សន្តិសុខអន្តរជាតិការវាយប្រហារនៅមជ្ឈិមបូព៌ារុញតម្លៃប្រេងឲ្យហក់ឡើងរឹតតែខ្ពស់ខណៈការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើដេប៉ូស្តុកប្រេងនៅទីក្រុង Petersburg បង្កផលប៉ះពាល់ដល់សមត្ថភាពនាំចេញប្រេងរបស់រុស្ស៊ីដែលធ្វើឲ្យទីផ្សារថាមពលសកលកាន់តែវឹកវរនិងមិនច្បាស់លាស់បន្ថែមពីលើនេះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតដែលជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់មួយនៅមជ្ឈិមបូព៌ាបានបង្ខំឲ្យបណ្ដាក្រុមហ៊ុនអាកាសចរអន្តរជាតិផ្លាស់ប្ដូរទិសដៅហោះហើរនាំឲ្យខាតពេលនិងបង្កើនថ្លៃដើមដឹកជញ្ជូនចំណុចមួយត្រូវបារម្ភខ្លាំងគឺការដែលអ៊ីរ៉ង់វាយប្រហារលើគុយវ៉ែតដែលជាសម្ព័ន្ធមិត្តមិនមែន NATO ដ៏សំខាន់របស់អាមេរិកនិងការបាញ់តដាច់គ្នាជាមួយអាមេរិកអាចទាញប្រទេសជិតខាងផ្សេងទៀតឲ្យចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំងាកទៅរុស្ស៊ីវិញការវាយប្រហារដ៏ខ្លាំងក្លារបស់ទីក្រុងមូស្គូលើអ៊ុយក្រែនបង្ខំឲ្យប្រទេសលោកខាងលិចនិងអង្គការ NATO ត្រូវបង្កើនការផ្គត់ផ្គង់អាវុធទំនើបឲ្យអ៊ុយក្រែនអាចឈានទៅរកការប៉ះទង្គិចដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរម្យ៉ាងវិញទៀតការបរាជ័យនៃបទឈប់បាញ់ទាំងពីរបង្ហាញថាស្ថាប័នអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិគ្មានលទ្ធភាពគ្រប់គ្រងចំនួនធ្វើឲ្យពិភពលោកបាត់សណ្ដាប់ធ្នាប់និងស្ថិរភាពយូរអង្វែង